បងប្អូនមកនេះជូនវីដេអូពិសេសណាបងប្អូនតែសួរថា T7 ហើយ T8 នេះខុសគ្នាមិនជាមួយនឹង version ថ្មីទៅចេញនេះអញ្ចឹងសម្រាប់រូបរាងបងប្អូនមើលអានេះគេហៅ T7 បងប្អូនណាសម្រាប់រូបរាងនេះគេមានប៊ូតុងគេចុចខាងនេះមកហើយគេមាន logo ដាំរៀងខ្មៅនៅលើប៊ូតុងនេះមកបងប្អូនហើយគេមានខ្សែ U អីអញ្ចឹងមកអានេះ T8 ដែល version ទៅចេញហ្នឹងមានពណ៌ខ្មៅពណ៌ខៀវដូចគ្នាបងប្អូននេះគេមាន logo ត្រង់ស្មានអញ្ចឹងមកជាពិសេសគេមាន logo ផុសឡើងនេះសម្រាប់ T8 បងប្អូនហើយប៊ូតុងអីស្រដៀងជាមួយ T7 ដែរខាងក្រោមនេះក៏រៀងស្រដៀងគ្នាដែររូបរាងណាបងប្អូនយើងមើលមកចុះមានខ្សែយួរដូចគ្នាណាហើយម៉ូតនេះខ្ញុំបញ្ជាក់មានភ្លើងដូចគ្នាបងប្អូននេះឃើញទេមានភ្លើងហ្នឹងណាភ្លើងហ្នឹងសេរីបានបិទបានប៊ូតុងគេដូរតម្លើងសលេងបញ្ចុះអីចឹងមកបងប្អូន T7 នេះកម្លាំងគេត្រឹមតែ30វ៉ាត់ទេបងប្អូនណាហើយសម្រាប់ T8 នេះគឺកម្លាំងគេ40វ៉ាត់អញ្ចឹង40វ៉ាត់វាអាចថាលឺជាង30វ៉ាត់បន្តិចឯងបងប្អូនលឺមកចុង360ដឺការ៉េបងប្អូនជាមួយនឹងថាមពលថ្មណាសម្រាប់ T8 នេះគេរហូតដល់18ម៉ោងហើយសម្រាប់ T7 នេះគឺ12ម៉ោងណាបងប្អូនណាពន្ធការពារទឹកដែលមួយតែងតែសួរគ្រប់បាសទាំងអស់គឺមានហើយ version ចុងក្រោយទៀតគឺ IPX7 ការពារជំរាបទឹកហាត់ណែនល្អណាស់បងប្អូនតែតង់នឹងទំងន់ក៏អត់សូវខុសគ្នាពីទំហំដែរដូចបងប្អូនឃើញអញ្ចឹងទំងន់គេអានេះ8ខាំជាងហើយអានេះ8ខាំកន្លះទេអញ្ចឹងទំងន់វាខុសគ្នាប្រហែលជា50-60ក្រាមទេអញ្ចឹងអត់ដល់1ខាំទេអាចប្រហែលគ្នាសម្រាប់សំឡេងគឺយើងអាចដូរបាននៅក្នុង app Bastron Smart ណាទូរស័ព្ទប្រើ Android ក៏បានប្រើ iPhone ក៏បានគេមាន app សេរីបានចង់បាន Bastron Smart SIM បាសក្រុមហ៊ុនចំ 100% បងប្អូនណាអាចកំងបានហើយជាមួយនឹងតម្លៃក៏អត់សូវខុសគ្នាដែរពីម៉ូតនេះខុសគ្នាតែ 4-5 រៀលអីទេអញ្ចឹងយើងមានធានា12ខែពីរោងចក្រផ្ទាល់ឆ្លាញ់ពេញចិត្តម៉ូតណាអាចឆាតចូល page បានណាអរគុណច្រើន